រាជធានីភ្នំពេញគឺជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជាស្ពានជ្រោយចង្វាទី1និងស្ពានជ្រោយចង្វាទី2បាទសូមគោរពជម្រាបសួរប្រិមិត្តអ្នកដែលចូលចិត្តតាមដានទស្សនាវីដេអូសុភាវឌ្ឍនៈ Vlog តាំងពីដើមរហូតមកដល់សប្តាហ៍ថ្ងៃនេះក្នុងពេលនេះសូមទស្សនាវីដេអូដែលបង្ហាញអំពីស្ពានពីរខ្សែដែលស្ថិតនៅទីតាំងតែមួយកន្លែងតែមួយតែមានតួនាទីក្នុងការបម្រើទៅលើការធ្វើចរាចរណ៍ឆ្លងកាត់ទន្លេសាបក្បែរទន្លេ4មុខរាជធានីភ្នំពេញមានដំណើរទៅនិងដំណើរមកសម្រាប់ស្ពានជ្រោយចង្វាទី1គឺត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ1963និងមានប្រវែង970ម៉ែត្រក្នុងកំឡុងឆ្នាំ1972ស្ពាននេះត្រូវបានគេបំផ្ទុះគ្រាប់បែកតែស្ពាននេះមានសារៈសំខាន់តភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ខេត្តនានានៃភាគឦសាននៃប្រទេសហើយស្ពាននេះមានអត្ថន័យជានិមិត្តរូបកម្ពុជាជប៉ុនផងនៅឆ្នាំ1992ជប៉ុនបានជួសជុលតភ្ជាប់ស្ពានឡើងវិញនិងដាក់ឲ្យដំណើរការនៅក្នុងឆ្នាំ1994ដោយសារតែមានអាយុកាលច្រើននៅឆ្នាំ2017រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយឥតសំណងចំនួន$30 លានដើម្បីជួសជុលឡើងវិញក្រោយជួសជុលរយៈពេលជាង1ឆ្នាំស្ពានមិត្តភាពកម្ពុជាជប៉ុនបានដាក់ឲ្យប្រើប្រាស់ឡើងវិញនៅពាក់កណ្ដាលខែមេសាឆ្នាំ2019ឥឡូវនេះយើងមកតសាច់រឿងនិយាយអំពីស្ពានជ្រោយចង្វាខ្សែទី2វិញម្ដងដោយស្ពាននេះត្រូវបានសាងសង់ដោយរាជរដ្ឋាភិបាលកម្ពុជាដែលឲ្យឈ្មោះថាស្ពានមិត្តភាពកម្ពុជាចិនសម្រាប់ស្ពានជ្រោយចង្វាទី2បានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅខែតុលាឆ្នាំ2015ក្រោយត្រូវបានបើកការដ្ឋានសាងសង់រយៈពេល38ខែគឺក្នុងឆ្នាំ2011ស្ពានជ្រោយចង្វាទី2ដែលមានប្រវែង719ម៉ែត្របានចំណាយថវិកាសាងសង់ប្រមាណជាង$27 លានជាកម្ចីឥណទានរបស់រដ្ឋាភិបាលចិនសម្រាប់អត្ថបទមួយនេះគឺដកស្រង់ចេញពី website ឬក៏គេហទំព័រកម្ពុជាថ្មីតែសម្រាប់ admin ក៏មានចម្ងល់នឹកងឿងឆ្ងល់ពាក់ព័ន្ធទៅនឹងប្រវែងនៃស្ពានទាំងពីរខ្សែបើសិនជាយើងមើលនឹងភ្នែកយើងនឹងឃើញថាស្ពានពីរខ្សែនេះមានប្រវែងប្រហាក់ប្រហែលទៅនឹងគ្នាតែនឹកឆ្ងល់ត្រង់ចំណុចមួយថាពេលដែលខ្ញុំបានដកស្រង់ចេញពីអត្ថបទនៃគេហទំព័រខាងលើសង្កេតឃើញថាប្រវែងស្ពានទាំងពីរនេះហាក់ដូចជាមិនមានចំនួនប្រវែងប្រហាក់ប្រហែលនឹងគ្នានឹងដូចអ្វីដែលយើងមើលឃើញនឹងភ្នែកនោះឡើយដោយសារស្ពានខ្សែទី1ដែលជាជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុនមានប្រវែងរហូតទៅដល់970ម៉ែត្រតែបើយើងយកមកធៀបប្រវែងជាមួយនឹងស្ពានមិត្តភាពកម្ពុជាចិនគឺជាខ្សែទី2នោះមានប្រវែងត្រឹមតែ719ម៉ែត្របើតាមមើលទៅចំនួនប្រវែងខុសគ្នារហូតទៅដល់251ម៉ែត្រតែបើតាមស្ថានភាពជាក់ស្ដែងគល់ស្ពានខាងព្រែកលៀបគឺស្មើគ្នារីឯគល់ស្ពាននៅខាងរាជធានីភ្នំពេញរង្វង់មូលគួយកណ្ដុងវិញហាក់ដូចជាមិនខុសគ្នារហូតទៅដល់251ម៉ែត្រនោះទេតែកតិនទៅនឹងចំណុចមួយនេះសម្រាប់ខ្ញុំបាទសុភាវឌ្ឍនៈ Vlog ស្នើសុំការបកស្រាយថាតើចំនួននៃប្រវែងស្ពានទាំងពីរនេះគឺខុសគ្នាដោយការទទួលព័ត៌មានពីគេហទំព័រខាងលើឬក៏ប្រវែងស្ពានមួយនេះមានអ្វីដែលជាហេតុផលលម្អិតដែលគួរនឹងទទួលបានការបកស្រាយឬក៏ត្រូវបកស្រាយយ៉ាងលម្អិតទៅលើចំណុចខុសគ្នារវាងប្រវែងនៃស្ពានទាំងពីរនេះទៅជាយ៉ាងណានោះទោះជាយ៉ាងណាក៏ដោយសូមទស្សនិកជនទាំងអស់គ្នារីករាយទស្សនាជាមួយនឹងស្ពានពីរខ្សែនេះដូចតទៅនេះ
បន្ទាប់ពីប្រិមិត្តទាំងអស់គ្នាបានទស្សនាវីដេអូដែលថតបង្ហាញពីស្ពានជ្រោយចង្វាទាំងពីរខ្សែជាមួយនឹងរង្វង់មូលទាំងសងខាងភ្ជាប់ជាមួយនឹងស្តាចាស់ដែលនៅក្បែរនោះផងដែរពីខ្ញុំបាទសុភាវឌ្ឍនវិឡុកសូមខន្តីអធិស្ឋានអភ័យទោសពីសំណាក់ទស្សនិកជនទាំងអស់គ្នាបើសិនជារូបខ្ញុំបាទបានបង្កើតនៅកំហុសខុសឆ្គងដោយចេតនាឬក៏អចេតនាក៏ដោយចុះជាចុងក្រោយនៃវីដេអូមួយនេះខ្ញុំបាទសុភាវឌ្ឍនវិឡុកសូមជូនពរឲ្យអ្នកទាំងអស់គ្នារកទទួលទានមានបានកើតកាលវិគមតិចតិចមសុខដុមរមនាសូមអរគុណនិងសូមគោរពលា